វីដេអូនេះខ្ញុំនឹងនិយាយពីរបៀបឆែកមើលថាតើ account Coupang របស់យើងនឹងភ្ជាប់ជាមួយនឹងទូរស័ព្ទប៉ុន្មានខ្លះឧទាហរណ៍ថាអ្នកខ្លះគាត់ប្រើ account Coupang ក៏ប៉ុន្តែគាត់អត់ដឹងថាaccount Coupang របស់គាត់នឹងភ្ជាប់ជាមួយនឹងទូរស័ព្ទប៉ុន្មានឬក៏កុំព្យូទ័រអីអត់ព្រោះថាអ្នកខ្លះគាត់អត់បាន check មើលសម្រាប់ដូចខ្ញុំផ្ទាល់ខ្ញុំប្រើជាមួយនឹងទូរស័ព្ទហើយជាមួយនឹងកុំព្យូទ័រទៀត account Coupang របស់ខ្ញុំក៏ប៉ុន្តែអ្នកខ្លះទៀតគាត់អត់ទេគាត់ប្រើតែជាមួយនឹងទូរស័ព្ទមួយទេអញ្ចឹងគឺយើងនឹងចូលទៅឆែកមើលថាតើ account Coupang របស់យើងនឹងបានភ្ជាប់ជាមួយនឹងទូរស័ព្ទឬក៏កុំព្យូទ័រណាផ្សេងទៀតអត់ជៀសវាងអ្នកផ្សេងគេចូលប្រើ account Coupang របស់យើងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបឆែកមើលហើយបន្ទាប់មកទៀតខ្ញុំនឹងប្រាប់ថាតើយើងធ្វើរបៀបម៉េចដើម្បីលុបឧទាហរណ៍ថាបើសិនជាមាននរណាគេឡុកចូល account Coupang របស់យើងយើងអាចធ្វើការឡុកអាវចេញបានដោយយើងប្រើតែម្នាក់ឯងឥឡូវកុំឲ្យខាតពេលគឺយើងចូលទៅកាន់ account Coupang របស់យើងតែម្ដងដើម្បីធ្វើការឆែកមើលតោះឥឡូវយើងចូលទៅទាំងអស់គ្នាហើយយើងចូលមកកាន់កម្មវិធី Coupang មកឥឡូវយើងចូលមកយើងចាំវាបន្តិចមកបន្ទាប់ពីចូលមកយើងចុចអាកន្លែងសញ្ញារូបក្បាលមនុស្សខាងក្រោមនេះយើងចុចវាហើយបន្ទាប់មកយើងរងចាំតិចទៅបន្តមកទៀតយើងចុចកន្លែងសញ្ញានេះរូបកងនេះរូបកងខាងលើនេះយើងចុចកន្លែងនេះមកហើយយើងនឹងឃើញព័ត៌មានអីរបស់យើងអញ្ចឹងណាតែយើងអុសទៅខាងក្រោមចូលមកដល់កន្លែងនេះយើងអុសមកខាងក្រោមយើងឃើញពាក្យថា Poan Meet Login អញ្ចឹងគឺយើងចុចលើកន្លែងហ្នឹងមកយើងចុចចូលបន្តមកទៀតយើងមើលខាងលើវាដាក់ថា Login Sudan Meet Kiki អញ្ចឹងគឺយើងចុចកន្លែងហ្នឹងមកហើយបន្តមកទៀតចាំវានឹងឲ្យយើងវាយលេខសម្ងាត់ហើយក៏ប៉ុន្តែកន្លែងនេះគឺបងប្អូនទាំងគ្នាចុចបើកវាចឹងមកបើសិនជាវាបិទណាអាហ្នឹងនៅពេលដែលយើងចុចបើកវាគឺបានន័យថាវាហាមឃាត់ការ login ចង់ថាក្រៅប្រទេសណាអញ្ចឹងបើសិនជាមាននរណាគេចង់ hack យើងចូលអីវានៅខាងក្រៅប្រទេសកូរ៉េគឺវានេះអត់ចូលទេគឺយើងធ្វើការបើកការពារវាកន្លែងហ្នឹងបើសិនជាបិទយើងចុចបើកមកហើយបន្តមកឥឡូវយើងចូលទៅខាងកន្លែងពាក្យថា Quali មកបន្ទាប់ពីចូលមកដល់កន្លែង Quali អានេះគឺជា Gmail របស់យើង Gmail របស់យើងខាងលើហ្នឹងក៏ប៉ុន្តែអានេះខ្ញុំបិទបន្ទាប់មកកន្លែងនេះគឺវាទាមទារលេខសម្ងាត់របស់ Coupang អញ្ចឹងគឺប្រិយមិត្តទាំងអស់គ្នាត្រូវតែវាយបញ្ចូលលេខសម្ងាត់របស់ Coupang ចូលបន្ទាប់ពីយើងចុចបំពេញរួចហើយយើងចុចលើពាក្យថា Hackin នៅពេលដែលយើងបំពេញហើយយើង Hackin ហើយគឺវានឹងចេញបែបនេះគឺយើងអុសមកខាងក្រៅមកយើងនឹងឃើញហើយថាតើ account Coupang របស់យើងភ្ជាប់ជាមួយនឹងទូរស័ព្ទឬក៏កុំព្យូទ័រឬក៏តាមសារអីផ្សេងៗអត់បើសិនជាប្រិយមិត្តប្រើតែម្នាក់ឯងអត់មានភ្ជាប់នៅលើទូរស័ព្ទផ្សេងទេគឺវាចេញតែមួយទេគឺវាចេញតែមួយបែបហ្នឹងគេដាក់ថា Coupang iPhone អញ្ចឹងបើសិនជាយើងភ្ជាប់ជាមួយទូរស័ព្ទ iPhone វាចេញ iPhone ភ្ជាប់មួយ Samsung អីវាចេញឯតាមហ្នឹងទៅហើយគឺវាដាក់ថា Henche Sayongchung អញ្ចឹងបានន័យថាកំពុងតែភ្ជាប់ជាមួយនឹងទូរស័ព្ទដែលយើងកំពុងប្រើហ្នឹងគឺភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone ហើយសម្រាប់ខ្ញុំគឺខ្ញុំភ្ជាប់ជាមួយនឹងទូរស័ព្ទ2ខ្ញុំប្រើ iPhone 2អញ្ចឹងខ្ញុំភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់ខ្ញុំទាំងពីរអាហ្នឹងអញ្ចឹងខ្ញុំដឹងថាជារបស់ខ្ញុំហើយអញ្ចឹងគឺអត់អីទេហើយមួយទៀតគឺខ្ញុំប្រើជាមួយនឹងកុំព្យូទ័រមួយទៀតខ្ញុំប្រើជាមួយនឹង MacBook ហើយបន្ទាប់មកខ្ញុំប្រើជាមួយនឹង Safari ដើម្បីធ្វើការ log ចូលអញ្ចឹងបើសិនជាប្រិយមិត្តទាំងអស់គ្នាប្រើតែមួយទេក៏ប៉ុន្តែស្រាប់តែយើងចូលមកឆែកមកឃើញមាន2 3អញ្ចឹងគឺបានន័យថា account Coupang របស់យើងអាចនឹងមានគេចូលអីចឹងណាចឹងហើយប្រិយមិត្តទាំងអស់គ្នាដើម្បីធ្វើការបញ្ជាបានគឺយើងគ្រាន់តែចុចលើពាក្យថា log ក្អៅមកយើងចុច log ក្អៅមកយើងចុច OK មកគឺវានឹងធ្វើការលុបចេញពីចង់ថាវានឹងលុប account Coupang របស់យើងចេញពីទូរស័ព្ទឬក៏កុំព្យូទ័ររបស់គេហើយគឺវានឹងធ្វើការលុបចោលលុបចេញណាអញ្ចឹងបើសិនជាមាន2យើងលុប2បើសិនជាមាន3យើងលុប3ក៏ប៉ុន្តែនេះដោយសារជារបស់ខ្ញុំផ្ទាល់អញ្ចឹងគឺខ្ញុំអត់ត្រូវការលុបចេញទេខ្ញុំទុកប្រើប្រាស់ធម្មតាក៏ប៉ុន្តែបើសិនជាយើងអត់ស្គាល់យើងអត់ដឹងថាវា log in មកពីខាងណាទេយើងធ្វើការចុចលើពាក្យថា log out មកនៅពេលដែលយើងធ្វើការ log out រួចយើងចេញទៅវិញយើងចូលទៅដើម្បីធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ Coupang ចេញចំពោះការផ្លាស់ប្ដូរលេខសម្ងាត់ Coupang ហ្នឹងចាំយើងធ្វើតាមក្រោយទៀតឥឡូវខ្ញុំគ្រាន់តែនិយាយតែប៉ុណ្្នឹងទេអញ្ចឹងហើយបើសិនជាប្រិមិត្តគិតថា account Coupang របស់យើងមិនស្រួលយើងធ្វើការផ្លាស់ប្ដូរលេខសម្ងាត់និងចុចលើពាក្យថា log out ហើយមួយទៀតកន្លែងដែលខ្ញុំបានបញ្ជាក់ពីខាងដើមហើយមួយទៀតកន្លែងដែលខ្ញុំបានប្រាប់ប្រិមិត្តទាំងអស់គ្នាគឺកន្លែងហ្នឹងយើងចុចបើកវាមកដើម្បីការពារ
ចំពោះវីដេអូឆែកមើលពីថាតើគូប៉ាំងរបស់យើងភ្ជាប់ជាមួយទូរស័ព្ទអីខ្លះហ្នឹងគឺវាមានតែប៉ុណ្្នឹងទេហើយបើមានចង្អល់អីបន្ថែមអាចខមមិនសួរនាំបានហើយក៏មានប្រិមិត្តយើងគាត់ខមមិនច្រើនឲ្យខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងការយក account ចាស់ត្រឡប់មកវិញឬក៏យើងលុប account ចាស់អីហ្នឹងគឺពិបាកបងប្អូនអរគ្នាខ្ញុំមិនមែនថាមិនចង់ធ្វើទេក៏ប៉ុន្តែវាពិបាកចូលណាវាពិបាកខ្ញុំកំពុងតែព្យាយាមរកកលឹះថ្មីៗដើម្បីធ្វើការលុកចូលទៅកាន់ account ចាស់ឬក៏យើងលុប account ចាស់ឥឡូវនេះខ្ញុំកំពុងតែសាកល្បងជាមួយនឹងគ្នាយើង2 3នាក់ដែរតែចាំមើលបើបានលទ្ធផលល្អចាំខ្ញុំធ្វើវីដេអូបង្ហាញនៅថ្ងៃក្រោយទៀតចំពោះវីដេអូគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូបន្តទៀត